បាទសួស្តីបងប្អូនអ្នកស្នេហាវីសេឡាថ្ងៃនេះជួបគ្នាម្ដងទៀតហើយជាមួយនឹងកម្លាំងខ្យល់ហាត់ម៉ានបាទហើយមានជួសជុលម៉ានមួយបងបាទសេរីចាស់បាទហើយវ៉ាន់នេះវាមានបញ្ហាធ្លាយខ្យល់បងបាទធ្លាយខ្យល់ regulator នេះបាទហើយទី2គឺមានបញ្ហារឿងកៃបងបាទវាចាស់ទៅស្ងួតប្រេងបងកៃវាអត់ទាក់បាទទី3គឺគាត់បាញ់ទៅជាប់ក្របក្នុងបាទហ្នឹងហើយឥឡូវព្យាយាមជួសជុលវាហើយបងហើយខ្ញុំសេរីខ្យល់ចេញ 1800 បាទសម្រាប់នៅគុណភាពអូខេអត់អីទេបងប្រើមកប្រហែល2ឆ្នាំ3ឆ្នាំហើយអត់តិនតណាទេបាទហ្នឹងវាមានតែបញ្ហា regulator ទេគឺចេញខ្យល់បាទចេញខ្យល់ដូចយើងធ្លាយខ្យល់អញ្ចឹងធ្លាយវូមកបាទពេលសពចូលទៅគឺធ្លាយចេញវូមកហ្នឹងអានេះគឺវ៉ាន់របស់ថៃគឺបែបវាមានហើយរបស់វាបែបនេះបងបាទអញ្ចឹងបើវាមានបញ្ហា regulator គឺវាចេញខ្យល់តាមនេះហើយបងណាទី2អាហ្នឹងទី1ណាអាហ្នឹងគឺវាបែកខុំហ្មងហើយបើសិនជាវាអត់ទាន់បែកធំទេនេះវាចេញតាមនេះវិញបាទអញ្ចឹងវិធីសង្កេតរបស់យើងគឺមានតែប៉ុណ្្នឹងទេវាអត់មានអីច្រើនទេហ្នឹងហើយបើសិនតែវាចេញតាមនេះទី1គឺបាញ់ទៅឧស្សាហ៍ខ្យល់ខ្លាំងខ្សោយអត់ទៀងហ្នឹងហើយនឹងគឺវាមានបញ្ហា regulator ហើយអានេះដូចគ្នាបាទនេះគឺខ្យល់នៅក្នុងដបទេបាទយ៉ាងហើយក៏អត់អីទេវ៉ាន់នេះគាត់ប្រើថ្នមដែរបងតែវាមានបញ្ហា regulator អញ្ចឹងបាញ់ទៅឧស្សាហ៍ខ្លាំងខ្សោយអញ្ចឹងទៅវាអត់ចេញគ្រាប់អញ្ចឹងគាត់ក៏ផ្ញើមកឲ្យហើយខ្ញុំអត់សូវមានពេលបានជួសជុលគាត់អញ្ចឹងយូរដែរបាទហ្នឹងដោយសារមានកិច្ចការងារផ្ទាល់ខ្លួនច្រើនដែរបាទអញ្ចឹងមិនមានអីច្រើនទេបងមានតែប៉ុណ្្នឹងទេហើយសម្រាប់បងដែលមានចម្ងល់ឬក៏មានបញ្ហារឿងប្រព័ន្ធខ្យល់ PCP អាចទាក់ទងមកតាមនេះបាទកម្លាំងខ្យល់ហាត់ម៉ានបាទនៅគឺ Facebook របស់ខ្ញុំណាហើយជាស្រីបងសំឡេងអត់សូវច្បាស់ដោយសារប្រាស្រ័យហើយនេះគឺ Telegram 097849755គាត់ហ្នឹងបងអាចតាក់ទងមកបានបាទអូខេអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយបាយ